បាទអញ្ចឹងខ្ញុំសូមឆ្លើយទៅនឹងអ្វីដែលបងអូនបានមានចម្ងល់ថាពេលដែលមានបញ្ហាទាក់ទងនឹងព្រំដីតើគួរដោះស្រាយរបៀបម៉េចអញ្ចឹងសូមឆ្លើយថាអឺពេលដែលមានវិវាទអំពីព្រំដីអញ្ចឹងគឺយើងនឹងស្នើទៅអាជ្ញាធរមន្ត្រីនៅមូលដ្ឋានដើម្បីធ្វើការសម្រុះសម្រួលដោះស្រាយហៅភាគីដែលជាភាគីវិវាទមកដោះស្រាយអំពីព្រំដីថាតើព្រំដីហ្នឹងគឺនៅចំណុចណាដើម្បីកំណត់ឲ្យពួកគាត់ឲ្យបានច្បាស់ជាដើម្បីបញ្ជានិងដោះស្រាយពួកគាត់លើបញ្ហារបស់គាត់ដែលជាភូមិផងដែលជាអ្នកជិតខាងចូលរបងជាមួយគ្នាហើយការដោះស្រាយផងដែរនោះគឺនឹងឲ្យមន្ត្រីសូរិយោដីធ្វើការកំណត់ព្រំទៅតាមប្លង់វិញ្ញាបនបត្រតម្កល់ចលនាវត្ថុទៅលើដីនោះឲ្យបានត្រឹមត្រូវទើបគាត់អាចដឹងថាការអស់បំពង់របស់គាត់នោះគឺត្រឹមត្រូវឬមិនត្រឹមត្រូវទៅតាមកំណត់របស់ច្បាប់ដើម្បីដោះស្រាយគឺអាជ្ញាធរគឺគាត់ហៅភាគីនៃវិវាទមកដោះស្រាយក្នុងការចរចាដើម្បីធ្វើកំណត់ហេតុបញ្ចប់វិវាទដើម្បីទី1ឲ្យភាគីទាំងពីររស់នៅជាប់ព្រមគ្នានឹងមានសុខដុមរមនាជាមួយគ្នាមួយទៀតគឺគាត់ជាអ្នកជិតខាងអញ្ចឹងការប្រស័យតាក់ទងរស់នៅជាមួយគ្នាគឺចាំបាច់ណាស់ដើម្បីរស់នៅជាមួយគ្នាបានល្អយប់ប្រលប់ឈឺថ្កាត់អីគឺគាត់មានតែអ្នកជិតខាងហ្នឹងឯងគឺការពឹងពាក់គ្នាអញ្ចឹងការដោះស្រាយនេះគឺមានតែការដោះស្រាយចរចាបញ្ចប់ទេគឺជាជំរឿនដ៏ល្អបំផុតសម្រាប់ពួកគាត់